đam chơi đây từng on ấy cứ so làm cáiបំplayបំផ្លាញបងប្អូនតែទៀតខ្ញុំនឹងនាំបងប្អូនទៅមើលកន្លែងដែលគេកាប់អស់ហើយសោះក៏ក្រោះមែនតែនតែដល់នេះគឺសល់ពីអ្វីដែលពួកខ្ញុំបានខិតខំថែរក្សារយៈពេល7ឆ្នាំមកនឹងនេះអូអានេះជាឫសជាមែករបស់វាមកមិនមែនដើមណាបងប្អូនដើមវាគេកាប់បាត់ហើយដើមវាធំខ្លាំងមែនតែនបើថាធំនោះមិនដឹងនិយាយអ្វីបងប្អូនគេកាប់ដូចជាចន្លោះខ្ទង់ប្រហែលខែហើយកាប់មិនមែនតិចនេះណាទៅអស់មួយដើមមកហើយអានេះមិនមែនជាដើមវាជាមែកតែវាដោះមកអញ្ចឹងអានេះនេះឃើញដែរនេះដល់អាហ្នឹងវាដោះតវាកាត់ទៅជាមែកទៅឈឹងទៅឆៃអញ្ចឹងទៅអានេះមិនប្រភពដើមទេណាគឺប្រភពមែកឬវាមកអញ្ចឹងហើយយើងសម័យមើលថាឬវាដល់ថ្នាក់ហ្នឹងហើយចូលតម្រាប់ដើមវាប៉ុណ្ណាទៅបងប្អូនហើយអញ្ចឹងអាគាត់ថាកាប់ឡើងប្រហែលខែដូចជាចន្លោះខ្ទង់កាប់ប្រហែលខែបាត់អស់មួយដើមហ្នឹងខ្ញុំចិត្តតែសម័យថាប្រសិនបើអាដើមធំហ្នឹងវានៅដល់ឥឡូវបងប្អូនអើយប្រហែលជាអាចជាប់កំណត់ត្រាអីមួយពីព្រោះធំណាស់ហើយអាដើមហ្នឹងស្វាសនៅទីហ្នឹងដំបងឡើយមានស្វាសទីបងប្អូនអត់ដែលស្គាល់ស្វាសមានស្វាសកង្កោកក៏មានស្វាសក៏មានបើមន់ព្រៃនៅតតែឥឡូវតែកង្កោកអត់សូវឃើញឥឡូវមានតែមន់ព្រៃមកអូមកព្រឺសបកខ្ញាក់ណែមិនឡើងម្ដងនេះចូលពីទីនងម្ដងនេះអត់ក្រោមពី15ម៉ែត្រទេណាដែលមិនដែលនៅសល់ពីការបំផ្លិចបំផ្លាញហ្នឹងបងវ៉ាវអូសាធុប៉ុណ្ណេះនៅហើយបងប្អូនអើយណែអូខ្ញុំឡើងព្រឺសបកខ្ញាក់ត្រេកអូជាមួយអ្វីដែលអាចរក្សាបានណាវ៉ាវស្អាតណាស់បងប្អូនស្អាតខ្លាំងមែនតើណែអូសុំចិត្តបងប្អូនអ្នកដែលគាត់កាប់អស់យកទៅដុតខ្ជូងឬក៏កាប់អស់ដែលយកទៅលក់ឲ្យចិនណាសុំកំប៉ះអាដើមជ្រៃដែលខ្ញុំខំថែរក្សាទាំងអស់ទាំងប្រមាណដើមហ្នឹងណាជាពិសេសអាដើមនេះអានេះរយៈពេល20ឆ្នាំក្រោយអាចនិយាយបានថាប្រកាសជាក្លាយទៅជាដើមអីមួយដែលប្លែកដើមជ្រៃដដែលទេតែវាស្អាតខ្លាំងហ្នឹងហើយប្រសិនបើខ្ញុំតាមតន់ខ្ញុំនឹងផុសជាវីដេអូថតបងប្អូនតែម្ដងព្រោះពីមុនខ្ញុំតាមតន់ទាំងបងប្អូនកាប់ដើមឈើទាំងឆក់ត្រីខ្ញុំគ្រាន់ថតវីដេអូតែខ្ញុំអត់ដែរផុសណាប៉ុន្តែពេលនេះទៅបើខ្ញុំឃើញថាបងប្អូនថតនេះថតទាំងអស់ហ្នឹងបងប្អូនកាប់ទាំងអស់ហ្នឹងកាប់អារ៉ុបស្ទឹងទាំងអស់ហ្នឹងហើយខ្ញុំនឹងថតបង្ហោះតែម្ដងហ្នឹងហើយនេះបងប្អូនដោយសារហ៊ាននិយាយចឹងដោយសារដីនេះគឺនៅក្រោយដីប្លង់រឹងរបស់បងឡូសទីដែលគាត់បានទិញពីខ្ញុំទៅហ្នឹងហើយដូចខ្ញុំបញ្ជាក់ខាងមុនថាគាត់ចំណាយអស់រាប់ម៉ឺនដុល្លារជាមួយនឹងបងគ្រីសនៅសហរដ្ឋអាមេរិកណាដើម្បីចង់ឃើញទិដ្ឋភាពផ្លែទាំងគ្នាអញ្ចឹងពួកគាត់ទាំងពីរទាំងទិញដីប្រហែលជាខ្ទង់20ហិកតាពីរអ្នកគ្នាគាត់ហ្នឹងហើយក៏អត់មានមកធ្វើអត់មានមកនៅទេគឺដើម្បីបងប្អូនប្រជាពលរដ្ឋអាស្រ័យផលពីក្នុងហ្នឹងបើត្រីរក៏រទៅតែហាមឆក់ដើមឈើគឺកំប៉ះតែយើងអាចធ្វើអីមួយអញ្ចឹងឬក៏ទុកឲ្យកូនចៅជំនាន់ក្រោយមើលពួកគាត់ទិញជាប្លង់ហ្នឹងក៏ទុករហូតដែរបងប្អូនណាដែលចង់បលែងទីនេះខ្ញុំប្រាប់ភូមិទៀនព្រៃឃុំឈើតុំស្រុកក្រកខេត្តពោធិ៍សាត់ព្រំបតោជាមួយនឹងកំពង់ឆ្នាំង2ម៉ោងនេះមកដល់ហើយពីភ្នំពេញមកណាមកអូស្អាតដល់ម្លឹងអូនេះឬអីអូខ្ញុំនិយាយត្រង់ណាព្រឺសបកខ្ញាក់បងប្អូនព្រឺសបកខ្ញាក់ព្រឺសបកហ្នឹងរំភើបថាគ្រាន់តែមែកសោះគ្រាន់តែអីសោះវាអាចដបបានប៉ុណ្ណឹងហើយខ្ញុំចិត្តតែសម័យឃើញអារឿងដើមហ្នឹងតើវាធំប៉ុណ្ណាទៅព្រោះតាមអ្នកភូមិ5គាត់ថាអាដើមហ្នឹងដល់ពេលវាដោះឡើងជើអញ្ចឹងណាឡើងមេឃសាខាទាំងអស់ហើយមានសត្វអីនៅលើនឹងហើយដូចកន្លែងក្រែដេកអញ្ចឹងហើយធំមែនទែនកាប់មកភូមិមិនតិចណាបងប្អូនហើយកាប់ឡើងប្រហែលខែបានអស់មួយដើមហ្នឹងហួរខ្ញុំឡើងទុនជង្គង់សុដុកបងគាត់លឺស្ដាយមែនទែនបងនេះបងប្អូនគាត់ឃើញប៉ុណ្ណឹងស្អាតប៉ុណ្ណឹងហើយចុះមើលតម្រាំឃើញអាដើមវាធំអាដើមកំណើតរបស់វាប៉ុណ្ណាទៅហើយឆ្លងពីកោះមួយទៅកោះមួយគឺគាត់ឆ្លងតាមអាមេរិកហ្នឹងឯងឆ្លងតាមអាមេរិកហ្នឹងពីកោះមួយនៅមើលវាប៉ុណ្ណាដែរឃើញប៉ុណ្ណាដែរអញ្ចឹងវាគាត់ឆ្លងពីកោះមួយទៅកោះមួយទៅតាមអាមេរិកហ្នឹងឯងទៅទៀតខ្ញុំនឹងទៅថតដល់កន្លែងដើមនៃគេកាប់បំផ្លាញហ្នឹងចាំខ្ញុំដាក់នៅក្នុង B-roll នឹងបងប្អូនឃើញនឹងស្ដាយដូចខ្ញុំអញ្ចឹងឯងទៅដូចជាមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើន